បាទសួស្តីធីមកិច្ចចលាទាំងអស់គ្នាបាទថ្ងៃនេះយើងមករៀនអំពីរបៀបនៃការគុណលេខម្ដងហើយវីដេអូមុនយើងបានរៀនរួចហើយអំពីរបៀបនៃការចែកលេខក្បៀសឥឡូវយើងមកគុណម្ដងអញ្ចឹងយើងមាន0.25បាទគុណវាជាមួយនឹង0.2គុណនឹង0.25អញ្ចឹងដើម្បីគុណលេខយើងធ្វើប្រមាណវិធីបាទដាក់វាប្រឈមមកចឹងយើងមាន0.2គុណនឹង0.5មែន25មែនប៉ុន្តែយើងឃើញថាចំនួនក្បៀសឬក៏លេខណាដែលមានចំនួនច្រើនជាងគេអ្នកនរគ្នាដាក់លើមកណាបាទដើម្បីងាយស្រួលគុណបើយើងដាក់0.2ខាងលើហ្នឹងអ្នកនរគ្នាពិបាកគុណលាស់អញ្ចឹងយើងដាក់មក0.25គុណវាជាមួយនឹង0.2បាទអញ្ចឹងរៀនសរសេរត្រឹមត្រូវអ្នកនរគ្នាក្រោយក្បៀសទី1ដាក់ក្រោយក្បៀសទី1ឲ្យចំគ្នាមកក្បៀសឲ្យចំក្បៀសតែបើសិនជាប្រមាណវិធីគុណនេះគឺយើងបាទអ្នកនរគ្នាបើបញ្ញាប់ពេកឬក៏ម្នេះគឺដាក់កន្លែងណាក៏បានដែរប៉ុន្តែឲ្យតែគុណត្រូវបាទអត់ដូចប្រមាណវិធីបូកឬដកទេបើបូកដកខុសแล้วហើយបាទអញ្ចឹងមកប៉ុណ្្នឹងហើយអ្នកនរគ្នាគុណមកបាទគុណធម្មតាបាទមិនមែនគុណមិនធម្មតាទេគុណធម្មតាសិនចាំគិតក្រោយក្បៀសក្រោយចាំគិតក្បៀសក្រោយអញ្ចឹង2គុណជាមួយនឹង5បាទបាទចេះ2គុណ5ទៀតអាហ្នឹងមិនដឹងធ្វើម៉េចទេបាទអញ្ចឹងយើងបាន10ត្រាទុក1បាទហើយបញ្ជាក់ប្រមាណវិធីនេះយើងអរគ្នាឃើញក្នុងវិទ្យាដោយសារឃើញអត់វាអត់សូវឃើញមានទេអ្វីដែលឃើញមានគឺក្នុងរូបហើយនឹងគីមីអញ្ចឹងរៀនគណិតដើម្បីចាប់រូបគីមីបាទអញ្ចឹងយើងទៅទាំងព្រមតែម្ដងកាលណាចេះគណិតក៏រូបគីមីយើងក៏ទៅដែរអញ្ចឹងយើងបាន0.បាន10មិញត្រាទុក1អញ្ចឹង2គុណជាមួយនឹង2បាន4 4បូកជាមួយនឹង1 5តែម្ដងបាទកំពេចឆ្លាតណាបាទតោះទៀតអញ្ចឹងបាទ2គុណជាមួយនឹង0គឺបាន0បាទអត់មានតារាទុកទេទៅមកទៀតបាទវា0គុណជាមួយនឹង5គឺ0ទៅទៀត0គុណជាមួយនឹង2 0ដូចគ្នាបាទ0ទៅគុណជាមួយនឹងបាទហើយ0នេះមិនដាក់ក្រៅពីជាមួយគ្នាណាបាទហើយ0គុណជាមួយនឹង0គឺ0បាទធ្វើប្រមាណវិធីបូកមកបាទបូកចូលគ្នាមកកំតិនគិតក្បៀសបាទកំតិនគិតក្បៀសអូស្រួលណាស់បាទស្រួលណាស់អត់ទៅចេះបាទអញ្ចឹងបានបាទ0 5បូក0 5បាទមិន0ណាបាទ0បូក0គឺ0ហើយបាទ0នឹងតម្លាក់ទៀតនេះបានប៉ុណ្្នឹងហើយអ្នកនរគ្នាគិតក្បៀសយ៉ាងម៉េចបាទអញ្ចឹងយើងរាប់មកក្រោយក្បៀសមានចំនួនប្រមាណខ្ទង់អញ្ចឹងអានេះមានចំនួន2ខ្ទង់1ខ្ទង់ក្រោយក្បៀសណាបាទក្រោយក្បៀស1ខ្ទង់នេះចំនួនក្បៀសបាទមានចំនួនអីណាខាងលើគឺ2ខ្ទង់បាទអញ្ចឹងយើងបូកចូលគ្នាមកប្រមាណខ្ទង់ទាំងអស់ហ្នឹងចូលគ្នាមករឹតតែក្រោយក្បៀសទេបាទរឹតតែក្រោយក្បៀសទេអញ្ចឹងក្រោយក្បៀសវាគឺ3ខ្ទង់ណាអញ្ចឹងបើក្រោយក្បៀស3ខ្ទង់អ្នកនរគ្នានឹងកាត់ក្បៀសបាន3ខ្ទង់ក្រោយក្បៀសមកមានន័យថាធ្វើម៉េចឲ្យខាងក្រោយលេខខាងក្រោយសញ្ញាក្បៀសហ្នឹងមាន3ខ្ទង់បាទអញ្ចឹង1 2 3មាន3យើងកាត់កន្លែងហ្នឹងបានក្រោយក្បៀស3ខ្ទង់អត់បានទេបានតែ2ហ្នឹងអញ្ចឹងយើងរំកិលក្បៀសហ្នឹងមួយទៀតបាទមកដាក់កន្លែងនេះនេះណាអញ្ចឹងលទ្ធផលរបស់យើងគឺ0.2គុណជាមួយនឹង0.25គឺចម្លើយរបស់វា0.050ឬក៏0.05ក៏បានណាអញ្ចឹងចម្លើយរបស់យើង0.05ឬក៏អ្នកនរគ្នាថាឃើញមិនអាហ្នឹងបាទដាក់មកគឺ0.050បាទហ្នឹងចម្លើយអញ្ចឹងទោះបីជាលេខខាងមុខហ្នឹងគ្មានក្បៀសឬក៏លេខខាងក្រោយគ្មានក្បៀសក៏ដូចគ្នាដែរគឺគុណមកគឺយើងរាប់ចំនួនក្រោយក្បៀសមកបាទណាគឺដូចគ្នាហើយអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេហើយកិច្ចការបាទនេះកិច្ចការកិច្ចការខ្ញុំមាន0. បាទដាក់កុំឲ្យដាក់តែ0ក្បៀសបាទឧទាហរណ៍ 20.5 បាទដាក់បញ្ឈរហើយបាទគុណវាជាមួយនឹង0.25នេះអ្នកនរគ្នាពេលដែលឃើញចម្លើយបាទ comment នៅលើវីដេអូផងបាទដើម្បីមិត្តភ័ក្ដិយើងដែលគេឆ្លាតហ្នឹងមើលផងបាទអញ្ចឹងថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេ